សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបជួសជុលម៉ូទ័របូមទឹកម៉ូទ័រទម្លាក់ទឹកយើងបងប្អូនអានេះកន្លះសេះឯងហើយរបៀបជួសជុលគឺងាយទេតែមកកាំងមុំបើថាវិឆេះហ្នឹងយើងចូលជាងយើងមុំយើងដោះស្រាយបានភាគច្រើនគឺនេះវាមានអីស្ទះចូលក្នុងនេះអញ្ចឹងវាធ្វើឲ្យកលស្លាប់ចាក់វាបងប្អូនអញ្ចឹងយើងគាត់តែដោះខ្ចៅនេះដោះខ្ចៅ3ហ្នឹងបាតវាហ្នឹងដោះកណ្ដឹងចេញរួចយើងមើលតើមានអីស្ទះដូចជាកតិចកទីដីថ្មឈើឬមួយក៏ខ្ចៅភាគច្រើនគឺខ្ចៅនៅពេលដែលម៉ូទ័រយើងបូមទឹកវាមានចរន្តហូរអញ្ចឹងទៅពួកខ្ចៅពួកអីចូលចិត្តទឹកហូរអញ្ចឹងទៅវាត្បល់ចូលតាមប្រហោងទូចហ្នឹងអញ្ចឹងពេលចូលទៅទូចទេហើយវារស់នៅក្នុងហ្នឹងទៅវាធំពេលវាធំហើយជាប៉ិនក្របពោតអីចឹងទៅវាធ្វើឲ្យវាស្ទះអញ្ចឹងសបកវារឹងវាធ្វើឲ្យស្ទះស្លាប់ចាក់អញ្ចឹងខ្ញុំនេះមិនប៉ិននេះខ្ចៅទេបងប្អូនហ្នឹងខ្ចៅស្ទះធំពេកក៏មកស្ទះទូចពេកក៏មកស្ទះប៉ិននេះមកល្មមហានិភ័យខ្ចៅប៉ិននេះអញ្ចឹងគឺងាយស្រួលទេយើងអាចជួសជុលខ្លួនឯងបានយើងគ្រាន់តែដោះបាតវាចេញទៅយកខ្ចៅចេញមិនចាំទៅជាងទៅអីហើយបើយើងធ្វើទៅវាដោះស្រាយបានយើងទៅជាងហ្នឹងវាអាចខូចអីផ្សេងអញ្ចឹងជាក់ស្ដែងម៉ូទ័របូមទឹកខ្ញុំនេះការព្រឹកខ្ញុំបូមទឹកមកបានដល់ពេលល្ងាចឡើងវាកាំងបូមមកអត់បានអញ្ចឹងខ្ញុំយកមកដោះមើលនេះតើខ្ញុំតេស្តជោគជ័យហើយតែខ្ញុំចង់ធ្វើវីដេអូបង្ហាញនេះតែបងប្អូនបើសិនជាខូចអញ្ចឹងយើងអាចធ្វើខ្លួនឯងបានមិនបាច់យកទៅជាងអស់លុយអីទេពិបាកអីទេចេះនេះដំបងខាងបាតម៉ូទ័រយើងចេះនេះខ្ញុំក្លាប់តែខ្ញុំដោះខ្ចៅរួចហើយនេះខ្ចៅមាន3អញ្ចឹងយើងដាក់ប្រើទល់លវិសយើងមកនេះទល់លវិសយើងហ្នឹងដោះខ្ចៅ3នោះយើងបកស្ទះមើលជឿយើងឃើញនេះបញ្ហាឃើញអត់ខ្ចៅបងប្អូនខ្ចៅសបករឹងណាវាចូលទៅវាកលនេះកលស្លាប់ចាក់យ៉ាងនេះខ្ចៅសបោណាវាចូលចិត្តណាវាចូលតាមប្រហោងណាមួយយើងអញ្ចឹងបញ្ហាតែប៉ុណ្្នឹងទេខ្ចៅនេះហើយខ្ចៅនឹងចូលចិត្តណានៅតាមស្រះបូមទឹកម៉ូទ័រយើងបូមទឹកវាចូលចិត្តទៅរុំទៅទៀមនៅនឹងភាសាវាមានចរន្តទឹកហូរអញ្ចឹងទៅសត្វពួកនឹងវាចូលចិត្តទៅនៅកន្លែងអញ្ចឹងបើសិនជាដោះវាកាំងហើយយើងត្រូវការដោះមើលធ្វើខ្លួនឯងបាននេះងាយហើយយើងដាក់បញ្ចូលវិញនេះយើងចាប់ខ្ចៅយើងចូលវិញមកនេះខ្ចៅយើងបងប្អូនអានេះខ្ចៅនេះខុសគ្នាអានេះខ្ចៅខ្ចៅនេះខ្ចៅមានជីវិតដែរខ្ចៅចូលបំផ្លាញកាំងសិនយើងខ្ចៅនេះមួយជាប់ខ្ចៅដូចគ្នាតិចច្រឡំគ្នា3គ្រាប់បងប្អូនអញ្ចឹងខ្ញុំមូខ្ចៅដាក់ចូលវិញសិនជោគជ័យហើយមកឥឡូវខ្ញុំតេស្តម្ដងទៀតឲ្យមើលនេះទឹកខ្ញុំដាក់នៅក្នុងឡាំងដើម្បីត្រាំម៉ូទ័របងប្អូនឥឡូវខ្ញុំទៅដោតឌុយហេឃើញបងប្អូននេះដោតឌុយមិនមែនកាត់តណាថតឲ្យមើលនេះឃើញអត់ពងតបូមហេមកនេះអត់ទឹកកលីងបានហើយទុកយូរlạiឆេះម៉ូទ័រដកសិនហើយអរគុណដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ហើយកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំម្នាក់មួយផងអរគុណច្រើនបាយបាយ